បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីមកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះបាទតើបងប្អូនដឹងទេថាតើផ្លែប៉េងប៉ោះក្រៅពីបងប្អូនយកទៅធ្វើជាបន្លែបាទឬក៏អាហារប្រចាំថ្ងៃបាទបងប្អូនមានដឹងទេថាតើវាជួយអ្វីខ្លះដល់សុខភាពណាបាទបើអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍របស់បងប្អូនទាំងអស់គ្នាមកស្គាល់អំពីអត្ថប្រយោជន៍7យ៉ាងណានៃការបរិភោគផ្លែប៉េងប៉ោះដែលអ្នកប្រហែលជាមិនធ្លាប់ដឹងពីមុនមកទេបាទតោះកុំឲ្យខាតពេលយូរពួកយើងចូលតាមដានស្ដាប់ទាំងអស់គ្នាបាទអត្ថប្រយោជន៍ទី1គឺការពារនិងប្រឆាំងជំងឺមហារីកបាទកាត់បន្ថយមហារីកក្រពេញប្រូស្តាតបាទផ្លែប៉េងប៉ោះគឺជួយប្រឆាំងទៅនឹងជំងឺមហារីកបាទផ្លែប៉េងប៉ោះគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលម្យ៉ាងឬហៅថាលីកូប៉ែនបាទសារធាតុនេះហើយដែលធ្វើឲ្យផ្លែប៉េងប៉ោះបាទមានពណ៌ក្រហមឆ្អិនឆ្អៅបាទតាមការសិក្សាបានបង្ហាញថាលីកូប៉ែនគឺជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទផងដែរបាទជាពិសេសមហារីកក្រពេញប្រូស្តាតបាទចំពោះរោះហើយមហារីកសូដនបាទព្រមទាំងមហារីកសួតផងដែរណាបាទអត្ថប្រយោជន៍ទី2គឺជួយថែទាំសុខភាពបេះដូងឲ្យរឹងមាំបាទដោយសារនៅក្នុងផ្លែប៉េងប៉ោះបាទគឺមានសារធាតុប៉ូតាស្យូមហើយនិងវីតាមីនដែលមាននៅក្នុងផ្លែប៉េងប៉ោះគឺជួយគ្រប់គ្រងសម្ពាធឈាមណាកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ហើយនិងទប់ស្កាត់ការកកឈាមផងដែរបាទការទទួលទានផ្លែប៉េងប៉ោះជាប្រចាំថ្ងៃបាទអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលបាទហើយនិងជំងឺបេះដូងយ៉ាងមានប្រសិទ្ធភាពផងដែរបាទបើប្រៀបធៀបទៅនឹងប្រើប្រាស់ថ្នាំវិទ្យាសាស្ត្រណាបាទអត្ថប្រយោជន៍ទី3ណាគឺជួយឲ្យស្បែកសស្អាតហើយនឹងក្មេងជាងវ័យបាទសម្រាប់អ្នកដែលចង់បានស្បែកសស្អាតក្មេងជាងវ័យនិងភ្លឺថ្លាណាមិនគួររំលងផ្លែប៉េងប៉ោះឡើយបាទវីតាមីន C និងសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែប៉េងប៉ោះបាទគឺជួយជំរុញដល់ស្បែកក្នុងការផលិតសារធាតុ collagen បាទការពារស្បែកពីការខូចខាតដោយសារកាំរស្មី UV របស់ព្រះអាទិត្យផងហើយនឹងបាទគឺកាត់បន្ថយស្នាមជីវជ្រួញបានថែមទៀតផងបាទទី4គឺបង្កើនសុខភាពភ្នែកឲ្យកាន់តែមើលច្បាស់ល្អបាទសារធាតុបេតាការ៉ូទីនបាទហើយនិងលូទីនដែលជាសារធាតុចិញ្ចឹមដ៏សំខាន់មួយបាទជួយការពារកៅភ្នែកព្រមទាំងជួយកាត់បន្ថយបាទហានិភ័យនៃការចុះខ្សោយភ្នែកតាមវ័យផងដែរបាទព្រមទាំងជួយឲ្យភ្នែកមើលឃើញច្បាស់ល្អបាទអត្ថប្រយោជន៍ទី5បាទគឺជួយសម្រកទម្ងន់និងជួយដល់ដំណើរការប្រព័ន្ធរំលាយអាហារបាទប៉េងប៉ោះគឺជាប្រភេទផ្លែឈើបាទបន្លែដែលមានកាឡូរីទាបសម្បូរទៅដោយជាតិសរសៃបាទឬក៏យើងហៅថា fiber ហើយនឹងជាតិទឹកខ្ពស់ដែលធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរមិនសូវជាឃ្លានញ៉ាំអាហារប្រេះផ្ដាស់បាទវាក៏ជួយសម្រួលដល់ដំណើរការប្រព័ន្ធរំលាយអាហាររបស់យើងផងដែរបាទទប់ស្កាត់បញ្ហាទល់លាមកអត្ថប្រយោជន៍ទី6គឺពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយបាទវីតាមីន C និងសារធាតុចិញ្ចឹមផ្សេងៗទៀតដែលមាននៅក្នុងផ្លែប៉េងប៉ោះបាទដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកម្លាំងប្រព័ន្ធការពាររាងកាយបាទធ្វើឲ្យយើងមិនងាយឆ្លងជំងឺផ្ដេសផ្ដាស់បាទហើយការពារកោសិកាពីការខូចខាតឬក៏ការបំផ្លាញដោយពពួកបាក់តេរីចុងរាយផងដែរបាទអត្ថប្រយោជន៍ចុងក្រោយបាទទី7គឺពង្រឹងឆ្អឹងឲ្យមានភាពរឹងមាំក្រៅពីកាល់ស្យូមបាទផ្លែប៉េងប៉ោះក៏មានផ្ទុកវីតាមីនកានិងសារធាតុលីកូប៉ែនបាទដែលជួយរក្សាដងស៊ីតេឆ្អឹងឲ្យមានភាពរឹងមាំព្រមទាំងការពារឆ្អឹងកុំឲ្យផុយស្រួយបាទនៅពេលដែលយើងមានវ័យចាស់ជរាបាទជារួមមកវិញផ្លែប៉េងប៉ោះគឺជាអាហារធម្មជាតិដ៏អស្ចារ្យណាដែលបានផ្ដល់ផលប្រយោជន៍មហាសាលទាំងសុខភាពខាងក្នុងហើយនិងសម្រស់ខាងក្រៅបាទប៉ុន្តែគន្លឹះសំខាន់គឺថាការញ៉ាំប៉េងប៉ោះតែមួយមុខបាទគឺមិនអាចជួយទ្រទ្រង់សុខភាពរបស់បងប្អូនឲ្យមានភាពល្អប្រសើរបានទេបាទ
មើលថាតើបងប្អូនចូលចិត្តញ៉ាំប៉េងប៉ោះដែលចំអិនឆ្អិនឬក៏ប៉េងប៉ោះដែលមានសភាពឆៅបាទអញ្ចឹងសូម comment នៅក្នុងវីដេអូនេះផងបាទប្រសិនបើបងប្អូនពេញចិត្តនៅវីដេអូដូចនេះសូមជួយចុច like share ហើយនិង subscribe ព្រមទាំងដាក់សញ្ញាកណ្ដឹងបាទដើម្បីកុំឲ្យខកខានវីដេអូរំលឹកចំណេះដឹងសុខភាពល្អៗជាបន្តទៀតបាទសូមអរគុណហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទ